ទីក្រុង Bolingbrook ក្នុងរដ្ឋ Illinois នៃសហរដ្ឋអាមេរិកជាទីប្រជុំជនដ៏ស្ងប់ស្ងាត់មានសណ្ដាប់ធ្នាប់និងមានសុវត្ថិភាពបំផុតមួយប៉ុន្តែថ្ងៃនេះយើងនឹងទៅមើលពីករណីមួយដែលបានកើតឡើងនៅទីនោះនៅក្នុងក្រសែភ្នែករបស់មនុស្សទូទៅមន្ត្រីប៉ូលីសពាក់សាក់4ម្នាក់ឈ្មោះ Drew Peterson គឺជាបុរសម្នាក់ដ៏មានមន្តស្នេហ៍មានជំនឿចិត្តខ្ពស់និងជាទីស្រឡាញ់របស់នារីជាច្រើនគាត់ជាមនុស្សសម្បូរស្នេហ៍ដែលធ្លាប់បានឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍រហូតទៅដល់4ដងមើលពីខាងក្រៅនារីណាដែលបានធ្វើជាប្រពន្ធរបស់ប៉ូលីសរូបសង្ហានិងមានអំណាចរូបនេះច្បាស់ជាមានសំណាងនិងមានក្តីសុខខ្លាំងណាស់ប៉ុន្តែគ្មាននរណាម្នាក់បានដឹងឡើយថានៅពីក្រោយឯកសណ្ឋានដ៏មានឥទ្ធិពលនិងស្នាមញញឹមដ៏ទាក់ទាញនេះវាមានលាក់ទុកនៅបណ្ដាសាដ៏គួរឲ្យរន្ធត់មួយវាហាក់ដូចជាការពិតមួយដែលថានារីណាដែលហ៊ានចូលមកក្បែរឬសាងជីវិតគ្រួសារជាមួយបុរសម្នាក់នេះគឺត្រូវជួបនឹងរឿងវិនាសគ្រប់ៗគ្នាប្រពន្ធទី1និងប្រពន្ធទី2ត្រូវរស់នៅក្នុងភាពភ័យខ្លាចទទួលរងការធ្វើបាបទាំងផ្លូវកាយនិងផ្លូវចិត្តរហូតត្រូវរត់គេចខ្លួនទាំងមិនអស់ចិត្តប៉ុន្តែសំណាងអាក្រក់និងភាពវិនាសដ៏ធ្ងន់ធ្ងរបំផុតបានធ្លាក់ទៅលើភរិយាពីររូបចុងក្រោយរបស់គាត់នៅក្នុងខែមីនាឆ្នាំ2004ភរិយាទី3របស់គាត់ឈ្មោះ Kathleen Savio ត្រូវបានគេរកឃើញថាបានបាត់បង់ជីវិតយ៉ាងអាថ៌កំបាំងនៅក្នុងអាងងូតទឹកដ៏ស្ងួតចាស់គ្មានទឹកសូម្បីតែមួយដំណក់ហើយត្រឹមតែរយៈពេល3ឆ្នាំក្រោយមកភរិយាទី4ដែលជានារីវ័យក្មេងម្នាក់ទៀតឈ្មោះ Stacy សុកក៏ត្រូវបានបាត់ខ្លួនទៅយ៉ាងអាថ៌កំបាំងដោយមិនបន្សល់ទុកនៅដានអ្វីទាំងអស់តើវាគ្រាន់តែជាគ្រោះថ្នាក់ចៃដន្យឬក៏ជាផែនការងងឹតដែលរៀបចំឡើងដោយស្វាមីដ៏សម្បូរស្នេហ៍រូបនេះហេតុអ្វីបានជាបុរសពាក់ឯកសណ្ឋានម្នាក់នេះអាចប្រើអំណាចនិងខ្សែរយៈរបស់ខ្លួនដើម្បីជិះជាន់និងបិទបាំងទង្វើអមនុស្សធម៌ចំពោះស្ត្រីដែលខ្លួនស្រឡាញ់បានជាច្រើនឆ្នាំថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅតាមដាននិងបើកឱកាសរឿងរ៉ាវពិតដ៏រន្ធត់របស់ប៉ូលីសសម្បូរស្នេហ៍និងខ្សែជីវិតដ៏សោកសៅរបស់ស្ត្រីរងគ្រោះនៅក្នុងវីដេអូនេះដើម្បីយល់ឲ្យកាន់តែច្បាស់ពីចរិតពិតរបស់បុរសសម្បូរស្នេហ៍រូបនេះយើងត្រូវត្រឡប់ទៅមើលអតីតកាលបន្តិចសិននៅក្នុងឆ្នាំ1974លោក Drew Peterson បានរៀបការជាមួយភរិយាទី1ឈ្មោះ Carol ដែលជាមិត្តស្រីតាំងពីវិទ្យាល័យរបស់គាត់ពួកគេមានកូនប្រុស2នាក់ជាមួយគ្នាប៉ុន្តែជីវិតគូបានបញ្ចប់ទៅវិញក្រោយការរស់នៅជាមួយគ្នាបាន6ឆ្នាំពីព្រោះលោក Drew បានលួចមានស្រីលាក់កំបាំងក្រោយមកទៀតនៅក្នុងឆ្នាំ1982គាត់បានរៀបការជាមួយភរិយាទី2ឈ្មោះ Victoria អាពាហ៍ពិពាហ៍រយៈពេល10ឆ្នាំមួយនេះពោពេញដោយភាពខ្មៅងងឹត Victoria បានទម្លាយថានាងរងការធ្វើបាបទាំងផ្លូវកាយនិងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរហើយអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺលោក Drew ធ្លាប់បានគំរាមនាងចំថាគាត់ដឹងពីវិធីធ្វើបាបនិងបង្កគ្រោះថ្នាក់ដល់អាយុជីវិតដោយអាចរៀបចំកន្លែងកើតហេតុឲ្យមើលទៅដូចជាគ្រោះថ្នាក់ចៃដន្យដើម្បីកុំឲ្យប៉ូលីសចាប់បានទំនាក់ទំនងនេះបានដើរដល់ផ្លូវទាល់នៅក្នុងឆ្នាំ1992នៅពេលដែល Victoria ចាប់បានថាលោក Drew លួចមានស្រីម្នាក់ទៀតហើយស្រីម្នាក់នោះគឺមិនមាននរណាក្រៅពី Kathleen Savio ដែលនឹងក្លាយជាភរិយាទី3នោះឡើយ Kathleen ដែលគ្រប់គ្នាស្គាល់ថា Kitty ជានារីដែលមានចរិតរស់រវើកមានស្នាមញញឹមនិងស្រឡាញ់គ្រួសារខ្លាំងណាស់ក្រោយការលែងលះប្រពន្ធទី2បានត្រឹមតែ3ខែលោក Drew បានរៀបការជាមួយ Kathleen ភ្លាមៗនៅក្នុងឆ្នាំ1992ពួកគេមានកូនប្រុស2នាក់ជាមួយគ្នាគឺ Thomas និង Christopher មើលពីខាងក្រៅជីវិតគ្រួសាររបស់នាងហាក់ដូចជាមានក្តីសុខនិងមានលុយកាក់ប្រើមិនចេះខ្វះប៉ុន្តែការពិតវាជារឿងមួយផ្សេងទៀតផ្ទុយស្រឡះជីវិតអាពាហ៍ពិពាហ៍របស់ពួកគេពោពេញដោយភាពរកាំរកូសតាំងពីដំបូងនៅក្នុងឆ្នាំ1993គឺនៅត្រឹមតែ1ឆ្នាំក្រោយការរៀបការ Kathleen ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារតែមានរបួសធ្ងន់ធ្ងរត្រង់ក្បាលបន្ទាប់ពីមានជម្លោះជាមួយស្វាមីប៉ូលីសត្រូវបានហៅមកផ្ទះរបស់ពួកគេជាច្រើនដងដោយសារតែការប្រើអំពើហិង្សាក្នុងគ្រួសាររហូតមកដល់ខែតុលាឆ្នាំ2001អាចកំបាំងមួយត្រូវបានលាតត្រដាងនៅពេលដែល Kathleen បានប្រទះឃើញសម្បត្តិអនាមិកមួយនៅក្នុងប្រអប់សម្បត្តិរបស់នាងសម្បត្តិនោះបានប្រាប់នាងថាស្វាមីរបស់នាងកំពុងតែលួចមានទំនាក់ទំនងស្នេហាអាថ៌កំបាំងជាមួយក្មេងស្រីអាយុ17ឆ្នាំម្នាក់ដំណឹងនេះបានធ្វើឲ្យ Kathleen សម្រេចចិត្តដាក់ពាក្យសុំលែងលះភ្លាមៗនៅក្នុងខែនោះ
ក្រោយពេលដាក់ពាក្យសុំលែងលះចំនួនកាន់តែឡើងកម្ដៅខ្លាំងឡើងនៅក្នុងឆ្នាំ2002 Catalan លែងអាចទ្រាំនឹងការគំរាមកំហែងបានទៀតហើយនាងបានដាក់ពាក្យបណ្ដឹងសុំការការពារពីច្បាប់ដោយបានរៀបរាប់យ៉ាងលម្អិតពីការធ្វើបាបជាច្រើនឆ្នាំពីសំណាក់លោកទ្រូនាងបានសរសេរនៅក្នុងឯកសារច្បាប់យ៉ាងច្បាស់ថានាងជឿជាក់ថាស្វាមីរបស់នាងចង់ឲ្យនាងបាត់បង់ជីវិតនាងមិនត្រឹមតែសរសេរកត់ត្រាទុកទេនាងបានដើរប្រាប់មិត្តភ័ក្តិប្រាប់ប៉ូលីសហើយថែមទាំងហ៊ានដើរចូលទៅជួបប្រធានប៉ូលីសប្រចាំតំបន់ផ្ទាល់តែម្ដងដោយនិយាយពាក្យមួយឃ្លាថាប្រសិនបើមានរឿងមិនល្អណាមួយកើតឡើងចំពោះរូបខ្ញុំគឺមានតែទ្រូម្នាក់គត់ដែលជាអ្នកធ្វើវាមនុស្សជាច្រើនបានឮសំឡេងស្រែកឃ្លានរកជំនួយរបស់នាងមនុស្សជាច្រើនបានកត់ត្រាទុកនៅក្នុងឯកសារប៉ុន្តែគ្មានអ្វីផ្លាស់ប្ដូរឡើយព្រោះតែប្រព័ន្ធច្បាប់និងមន្ត្រីប៉ូលីសដែលចុះទៅអន្តរាគមន៍រាល់ដងគឺជាមិត្តភ័ក្តិនិងជាអ្នកធ្វើការរួមជាមួយលោកទ្រូទាំងអស់ខណៈពេលដែលការលែងលះដ៏រ៉ាំរ៉ៃនេះមិនទាន់ដោះស្រាយចប់សពគ្រប់ផងលោកទ្រូ Peterson បានបន្តទៅសាងជីវិតថ្មីជាមួយនារីវ័យក្មេងម្នាក់នោះដែលនាងនឹងក្លាយជាចំណុចរបត់ដ៏ធំនិងគួរឲ្យរន្ធត់មួយទៀតនៅក្នុងសំណុំរឿងនេះក្មេងស្រីអាយុ17ឆ្នាំដែលត្រូវបានគេរៀបរាប់នៅក្នុងសម្បត្តិអនាមិកនោះនាងមានឈ្មោះថា Stacy Ann Gales សូមអធិស្ឋានអ្នកទាំងអស់គ្នាផងដោយសារតែការអានឈ្មោះជាភាសាអង់គ្លេសអាចនឹងមានការខុសបន្តិចបន្តួចដោយសារតែខ្ញុំបានអត់សូវចេះអង់គ្លេសទេ Stacy បានជួបលោកទ្រូ Peterson កាលពីនាងមានអាយុត្រឹមតែ16ឆ្នាំប៉ុណ្ណោះក្នុងពេលដែលលោកទ្រូធ្វើជាមេបញ្ជាការប៉ូលីសយាមល្បាតវេនយប់ហើយបានទៅពិនិត្យមើលការខុសត្រូវនៅឯសណ្ឋាគារដែលនាងធ្វើការនៅក្នុងខែតុលាឆ្នាំ2003ទោះបីជាសំណុំរឿងលែងលះជាមួយ Catalan មិនទាន់បានដោះស្រាយចប់សពគ្រប់នៅក្នុងតុលាការក៏ដោយលោកទ្រូដែលមានអាយុ49ឆ្នាំបានសម្រេចចិត្តរៀបការជាមួយ Stacy ដែលកាលនោះនាងមានអាយុទើបតែ19ឆ្នាំពួកគេបានផ្លាស់ប្ដូរមកទិញផ្ទះរស់នៅជាមួយគ្នាដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់ Catalan ឡើយពួកគេមានកូនតូច2នាក់ជាមួយគ្នាគឺ Anthony និង Lassie Stacy ព្យាយាមធ្វើជាម្ដាយដ៏ល្អម្នាក់ចូលចិត្តតុបតែងដេគ័រក្នុងផ្ទះឲ្យមានភាពកក់ក្ដៅនិងកំពុងខិតខំរៀនសូត្រដើម្បីទទួលយកសញ្ញាបត្រផ្នែកគិលានុបដ្ឋាយិកាប៉ុន្តែជីវិតរបស់នាងចាប់ផ្ដើមរងសម្ពាធនិងភាពភ័យខ្លាចខ្លាំងទៅពីព្រោះលោកទ្រូដែលជាប្តីចាប់ផ្ដើមគ្រប់គ្រងលើជីវិតនាងគ្រប់បែបយ៉ាងគាត់តែងតែទូរស័ព្ទតាមដាននាងមិនឈប់ឈរលួចបើកឡានប៉ូលីសមកលបមើលនាងនៅផ្សារហើយថែមទាំងមិនអនុញ្ញាតឲ្យនាងមានការងារធ្វើឬមានសេរីភាពផ្ទាល់ខ្លួនឡើយរហូតមកដល់រាត្រីដ៏ខ្មៅងងឹតបំផុតមួយគឺនៅយប់ថ្ងៃទី1ខែមីនាឆ្នាំ2004នៅពេលពាក់កណ្ដាលត្រៀតយប់នោះ Stacy បានភ្ញាក់ដឹងខ្លួនឡើងហើយគាត់សម្គាល់ឃើញថាលោកទ្រូមិនបានដេកនៅលើគ្រែជាមួយនាងទេនាងបានរងចាំទាំងក្តីបារម្ភរហូតដល់ព្រលឹមស្រាងនាងក៏បានឃើញលោកទ្រូលួចដើរចូលមកក្នុងផ្ទះតាមទ្វារបន្ទប់បោកខោអាវអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺគាត់ស្លៀកពាក់ខោអាវពណ៌ខ្មៅជិតឈឹងចាត់តាំងពីក្បាលរហូតដល់ចុងជើងនិងមានយួរថង់មួយនៅក្នុងដៃ Stacy បានឃើញប្តីរបស់ខ្លួនប្រញាប់ដោះខោអាវទាំងនោះរួចញាត់គ្រឿងទាំងប៉ុន្មានចូលទៅក្នុងម៉ាស៊ីនបោកគក់ភ្លាមនៅពេលដែល Stacy សាកសួរពីទង្វើដ៏ចម្លែកនេះលោកទ្រូបានសារភាពប្រាប់នាងត្រង់ៗនៅរឿងរ៉ាវដ៏រន្ធត់មួយគាត់បានប្រាប់នាងថាខ្លួនទើបតែបានទៅធ្វើបាប Catalan រួចរាល់និងបានរៀបចំកន្លែងកើតហេតុឲ្យមើលទៅដូចជាគ្រោះថ្នាក់ចៃដន្យគាត់បានគំរាមនិងបង្ខំឲ្យ Stacy ត្រូវតែជួយកុហកប៉ូលីសដោយប្រាប់តាមលំដាប់លំដោយនៅអ្វីដែលនាងត្រូវនិយាយនិងមិនគួរនិយាយដើម្បីធ្វើជាសាក្សីមិនដឹងមិនឮលុះដល់ព្រឹកឡើងនៅថ្ងៃដដែលនោះអ្វីដែលលោកទ្រូបានរៀបចំទុកក៏ត្រូវបានគេប្រទះឃើញអ្នកជិតខាងម្នាក់បានប្រទះឃើញសាកសពរបស់ Catalan Savio នៅក្នុងផ្ទះរបស់នាងស្ថានភាពនៅកន្លែងកើតហេតុមានភាពមិនប្រក្រតីខ្លាំងរាងកាយរបស់នាងដេកកាប់មកនៅក្នុងអាងងូតទឹកដែលស្ងួតចាស់មានទឹកសូម្បីតែមួយដំណក់សក់របស់នាងនៅសាមជោគដូចជាមនុស្សដែលនៅក្នុងទឹករយៈពេលយូរប៉ុន្តែអាងងូតទឹកបែរជាស្ងួតស្អាតនិងមិនមានទឹកទៅវិញទោះបីជាប៉ូលីសក្នុងរដ្ឋសង្ស័យថាជាករណីឃាតកម្មនិងបញ្ជូនរឿងនេះទៅតុលាការក៏ដោយប៉ុន្តែដោយសារតែ Stacy ត្រូវបង្ខំឲ្យផ្ដល់ចម្លើយកុហកដើម្បីជួយលាក់បាំងប្តីហើយនៅក្នុងគណៈវិនិច្ឆ័យកាត់ក្តីពិសេសនោះបែរជាមានមន្ត្រីប៉ូលីសម្នាក់ដែលជាមិត្តជិតស្និទ្ធរបស់លោកទ្រូទៅវិញប៉ូលីសរូបនោះបាន
បានធានាចំពោះមុខគ្រប់គ្នាថាលោកទ្រូគឺជាមនុស្សល្អគ្មានថ្ងៃធ្វើបាបអតីតភរិយាឡើយជាលទ្ធផលតុលាការបានសម្រេចបិទសំណុំរឿងមួយនេះដោយសន្និដ្ឋានថាការស្លាប់របស់ Catalan គ្រាន់តែជាគ្រោះថ្នាក់លង់ទឹកដោយចៃដន្យហើយលោកទ្រូក៏ទទួលបានប្រាក់ធានារ៉ាប់រងអាយុជីវិតរបស់ Catalan ចំនួន$1 លានយ៉ាងរលូនចាប់តាំងពីថ្ងៃនោះមក Stacy ត្រូវរស់នៅក្នុងភាពភ័យខ្លាចនិងវិបដិសារីយ៉ាងធ្ងន់ធ្ងរនាងដឹងខ្លួនថាអ្វីដែលនាងបានដឹងរឿងសម្ងាត់ទាំងអស់វាមានគ្រោះថ្នាក់ដល់ជីវិតរបស់នាងខ្លាំងណាស់នាងបានលួចទៅជួបគ្រូគង្វាលប្រចាំព្រះវិហាររបស់នាងគឺលោក Neil Sorry និងបានលួចប្រាប់មេធាវីលែងលះពីអាចកំបាំងដ៏គួរឲ្យខ្លាចនេះថានាងខ្លាចលោកទ្រូខ្លាំងណាស់ហើយនាងចង់រត់គេចចេញពីបរិសម្នាក់នេះមិត្តភ័ក្តិជិតស្និទ្ធបាននិយាយថា Stacy តែងតែងាកមើលក្រោយនិច្ចដោយភាពរន្ធត់រាល់ពេលដែលនាងនិយាយពីពាក្យសំឡេងលះប៉ុន្តែនាងត្រូវបន្តរស់នៅក្នុងស្ថានភាពនេះអស់រយៈពេលជាច្រើនឆ្នាំហើយបន្ទាប់មកអ្វីដែលគ្រប់គ្នាភ័យខ្លាចក៏បានចូលមកដល់នៅថ្ងៃអាទិត្យទី28ខែតុលាឆ្នាំ2007នៅក្នុងវ័យ23ឆ្នាំ Stacy ត្រូវមានការណាត់ជួបទៅលាតថ្នាំផ្ទះឲ្យប្អូនស្រីរបស់នាងប៉ុន្តែនាងមិនបានទៅបង្ហាញខ្លួនឡើយនាងបានបាត់ខ្លួនទៅយ៉ាងអាថ៌កំបាំងចាប់តាំងពីថ្ងៃនោះមកលោកទ្រូបានប្រកាសប្រាប់គ្រប់គ្នាដោយទឹកមុខស្ងៀមស្ងាត់ថាប្រពន្ធរបស់គាត់បានទូរស័ព្ទមកប្រាប់ថានាងបានរត់តាមប្រុសផ្សេងបាត់ហើយគាត់ថែមទាំងបាននិយាយថានាងបានបើកឡានទៅទុកចោលនៅព្រលានយន្តហោះថែមទៀតផងប៉ុន្តែគ្មាននរណាម្នាក់ជឿសម្ដីរបស់គាត់ឡើយសូម្បីតែប្អូនស្រីរបស់ Stacy ក៏បានប្រញាប់ប្រញាល់ដាក់ពាក្យបណ្ដឹងអំពីការបាត់ខ្លួននេះភ្លាមៗព្រោះនាងដឹងច្បាស់ថា Stacy ស្រឡាញ់កូនខ្លាំងណាស់នាងគ្មានថ្ងៃរត់ចោលគ្រួសារបែបនេះទេការបាត់ខ្លួនដ៏អាថ៌កំបាំងរបស់ Stacy បានធ្វើឲ្យមហាជននិងសមត្ថកិច្ចមិនអាចអង្គុយស្ងៀមបានទៀតទេគ្រប់គ្នាចាប់ផ្ដើមដឹងខ្លួនថាសញ្ញាព្រមានជាច្រើនឆ្នាំកន្លងមកតាំងពីប្រពន្ធទី2ប្រពន្ធទី3រហូតដល់ប្រពន្ធទី4មិនមែនជារឿងចៃដន្យដាច់ដោយឡែកពីគ្នាទេប៉ុន្តែវាជាទង្វើរបស់បរិសុទ្ធតែម្នាក់ហើយនៅពេលនេះអាជ្ញាធរបានសម្រេចចិត្តបើកការស៊ើបអង្កេតដ៏ធំមួយដែលនឹងឈានទៅដល់ការបើកកកាយសាកសពរបស់ Catalan ពីភ្នូរឡើងវិញនៅក្នុងខែវិច្ឆិកាឆ្នាំ2007ក្រោយពេលដែលភរិយាទី4គឺ Stacy បានបាត់ខ្លួនទៅយ៉ាងអាថ៌កំបាំងប៉ូលីសរដ្ឋ Illinois បានប្រកាសជាសាធារណៈថាលោក Drew Peterson គឺជាជនសង្ស័យចម្បងនៅក្នុងសំណុំរឿងមួយនេះភ្លាមៗនោះតុលាការបានផ្ដល់ការអនុញ្ញាតឲ្យបើកកកាយសាកសពរបស់ Catalan ដែលជាភរិយាទី3ឡើងវិញពីក្នុងទីបញ្ចុះសពដើម្បីធ្វើកសលវិច័យឲ្យបានហ្មត់ចត់ម្ដងទៀតទោះបីជាស្ថានភាពជុំវិញខ្លួនកំពុងតែឡើងកម្ដៅខ្លាំងនិងមានមនុស្សជាច្រើនចាប់ផ្ដើមដឹងពីចរិតពិតរបស់គាត់ក៏ដោយក៏លោក Drew Peterson មិនមានការតក់ស្លុតឬលាក់ខ្លួនឡើយទៅវិញប៉ូលីសសម្បូរស្នេហ៍រូបនេះហាក់ដូចជាកំពុងតែសប្បាយចិត្តដែលคล้ายជាចំណាប់អារម្មណ៍របស់មហាជនទៅវិញគាត់បានដើរចូលរួមក្នុងកម្មវិធីទូរទស្សន៍ល្បីៗនិយាយលេងសើចនិងសើចកាក់ក្អាយយ៉ាងរំភើយនៅចំពោះមុខមនុស្សគ្រប់គ្នាដែលកំពុងតាមរក Stacy ប៉ុន្តែទង្វើមិនដឹងខុសត្រូវនេះបានធ្វើឲ្យមហាជននិងប៉ូលីសដទៃទៀតមានការក្តៅក្រហាយជាខ្លាំងត្រឹមតែប៉ុន្មានថ្ងៃក្រោយមកលោក Drew ក៏បានសម្រេចចិត្តលាឈប់ពីការងារជាប៉ូលីសនៅពេលដែលលទ្ធផលកសលវិច័យសាកសពរបស់ Catalan ត្រូវបានប្រកាសឡើងដោយលោកវិជ្ជបណ្ឌិតជំនាញខាងកសលវិច័យដ៏ល្បីល្បាញសាច់រឿងគ្រោះថ្នាក់លង់ទឹកដោយចៃដន្យដែលគាត់ធ្លាប់ប្រើដើម្បីបិទបាំងកំហុសនឹងត្រូវបានរលាយខ្ចាត់ខ្ចាយអស់លទ្ធផលបានបង្ហាញថារបួសនៅលើរាងកាយរបស់ Catalan មិនមែនកើតឡើងដោយសារតែការដួលនៅក្នុងបន្ទប់ទឹកឡើយនៅលើខ្លួនរបស់នាងមានស្នាមជាំនិងស្នាមរបួសខ្វាត់ខ្វែងនៅលើខ្នងទ្រូងនិងផ្ទៃមុខជាពិសេសមានស្នាមជាំដាច់ដោយឡែកពីគ្នាចំនួន14កន្លែងនិងមានស្នាមរបួសជ្រៅនៅលើក្បាលលោកវិជ្ជបណ្ឌិតបានសន្និដ្ឋានចំថាមានមនុស្សម្នាក់បានធ្វើទង្វើមិនសមរម្យលើ Catalan រហូតដល់នាងបាត់បង់វិញ្ញាណរួចទើបយកនាងទៅដាក់នៅក្នុងអាងងូតទឹកដើម្បីបាត់បង់ការពិតនៅក្នុងខែកុម្ភៈឆ្នាំ2008រដ្ឋអាជ្ញាប្រចាំតំបន់បានផ្លាស់ប្ដូរប្រវត្តិសំណុំរឿងជាផ្លូវការដោយកំណត់ថានេះគឺជាករណីឃាតកម្មដែលរៀបចំឆាកល្ខោនឲ្យមើលទៅដូចជាគ្រោះថ្នាក់ចៃដន្យក្រុមគ្រួសាររបស់ Catalan បានសម្រក់ទឹកភ្នែកដោយក្តីរំភើបព្រោះរយៈពេលជាច្រើនឆ្នាំមកនេះមានអ្នកពាក់ឯកសណ្ឋានណាម្នាក់ព្រមស្ដាប់សំឡេងរបស់ពួកគេឡើយប៉ុន្តែវាក៏ជារឿងដ៏ខ្លោចផ្សាដែលត្រូវដឹងថាលុះត្រាតែមានការវិនាសនិងការបាត់ខ្លួនរបស់ Stacy ទៅប្រព័ន្ធច្បាប់ព្រមងាកមកមើលរឿងរបស់ Catalan ម្ដងទៀតនៅថ្ងៃទី7ខែឧស
ភាឆ្នាំ 2009 ប៉ូលីសបានឈានទៅដល់ការចាប់ខ្លួនលោក Drew Peterson ពីបទបង្កគ្រោះថ្នាក់ដល់ជីវិតរបស់ Catalan ប៉ុន្តែការកាត់ក្តីមានការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងព្រោះសាក្សីសំខាន់មិនអាចមកនិយាយបានទៀតទេ Catalan បានបាត់បង់ជីវិតចំណែក Stacey បានបាត់ខ្លួនតាមច្បាប់ទូទៅសម្ដីរបស់អ្នកដែលមិនបានមកឈរនិយាយផ្ទាល់នៅក្នុងតុលាការគឺមិនអាចយកមកធ្វើជាភស្តុតាងបានឡើយដើម្បីដោះស្រាយបញ្ហានេះរដ្ឋអាជ្ញានិងអ្នកច្បាប់បានបង្កើតច្បាប់ថ្មីមួយដែលមានឈ្មោះថា True Laws ច្បាប់ពិសេសនេះអនុញ្ញាតឲ្យតុលាការអាចទទួលយកសម្ដីឬការសារភាពរបស់ជនរងគ្រោះដែលធ្លាប់បាននិយាយប្រាប់ទៅកាន់អ្នកដទៃដូចជាមេធាវីឬគ្រូគង្វាយកមកធ្វើជាភស្តុតាងផ្លូវការបានវាប្រៀបដូចជាការអនុញ្ញាតឲ្យជនរងគ្រោះអាចឡើងមកនិយាយផ្ដល់សក្ខីកម្មពីក្នុងភ្នូរដើម្បីទាមទារយុត្តិធម៌បានដូច្នោះដែរនៅក្នុងសាវនាការសក្ខីកម្មរបស់មនុស្សពីរនាក់បានក្លាយជាអាវុធដ៏សំខាន់បំផុតគឺលោក Neil Surrey ដែលជាគ្រូគង្វារបស់ Stacey និងមេធាវីលែងលះរបស់ Catalan ពួកគេបានឡើងមកផ្ដល់ចម្លើយយ៉ាងច្បាស់អំពីអ្វីដែល Stacey ធ្លាប់បានលួចប្រាប់ពួកគេពីការគំរាមកំហែងនិងរាត្រីខោអាវខ្មៅនោះក្រៅពីនោះនៅមានអតីតមិត្តរួមការងារម្នាក់របស់លោក Drew បានឡើងមកប្រាប់គណៈវិនិច្ឆ័យថាលោក Drew ធ្លាប់បានផ្ដល់ប្រាក់ចំនួន$25,000 ដល់គាត់ដើម្បីឲ្យជួយរកមនុស្សទៅធ្វើបាប Catalan ទៀតផងក្រោយការពិភាក្សាយ៉ាងតានតឹងគណៈវិនិច្ឆ័យបានសម្រេចចិត្តដូចគ្នានៅថ្ងៃទី6 ខែកញ្ញាឆ្នាំ 2012តុលាការបានប្រកាសថាប៉ូលីសសម្បូរស្នេហ៍គឺលោក Drew Peterson មានទោសកំហុសពិតប្រាកដមែនហើយចៅក្រមបានកាត់ទោសឲ្យគាត់ជាប់ពន្ធនាគារចំនួន38ឆ្នាំនៅក្នុងវ័យ58ឆ្នាំបុរសដែលធ្លាប់តែមានមន្តស្នេហ៍និងអំណាចរូបនេះបានត្រឹមតែអង្គុយស្ងៀមគ្មានស្ដែងចេញនៅអារម្មណ៍អ្វីទាំងអស់នៅខាងក្រៅតុលាការក្រុមគ្រួសាររបស់ Catalan បានអោបគ្នាយំនិងនិយាយថានៅទីបំផុតមានគេព្រមស្ដាប់សម្លេងស្រែករបស់ Catalan ហើយនាងទទួលបានយុត្តិធម៌ហើយទោះបីជាត្រូវបានតុលាការកាត់ទោសឲ្យជាប់គុក38ឆ្នាំនិងត្រូវបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារយ៉ាងជិតដិតក៏ដោយក៏ចរិយាកាចសាហាវនិងល្បិចកលរបស់ប៉ូលីសសម្បូរស្នេហ៍គឺលោក Drew Peterson មិនបានរៀងចាលឬរលាយបាត់ទៅតាមពេលវេលានោះឡើយនៅក្នុងពន្ធនាគារលោក Drew បានព្យាយាមប្តឹងតវ៉ាជាច្រើនដងដោយទម្លាក់កំហុសទៅលើមេធាវីការពារក្តីរបស់ខ្លួនថាធ្វើការមិនបានល្អរឿងរ៉ាវកាន់តែមិនធម្មតានៅពេលដែលមេធាវីចាស់របស់គាត់បានលួចបង្ហើបប្រាប់អ្នកសារព័ត៌មានថាខ្លួនដឹងអំពីអាចកំបាំងគ្រប់យ៉ាងរបស់ប្រពន្ធទាំងពីររបស់លោក Drew និងត្រៀមខ្លួនដើម្បីលាតត្រដាងរឿងនេះប៉ុន្តែតុលាការបានចេញបម្រាមភ្លាមមិនឲ្យមេធាវីរូបនោះនិយាយអ្វីទាំងអស់ដើម្បីរក្សាការសម្ងាត់រវាងមេធាវីនិងកូនក្តីរហូតមកដល់ខែវិច្ឆិកាឆ្នាំ 2014 លោក Drew ដែលកំពុងជាប់ឃុំខ្លួននិងមានភាពអស់សង្ឃឹមក្នុងជីវិតបានលបលួចរៀបចំផែនការងងឹតមួយទៀតពីក្នុងពន្ធនាគារគាត់បានដើរទៅរកមេខ្លោងបកពួកនៅក្នុងគុកម្នាក់ដែលកំពុងជាប់ទោស40ឆ្នាំដើម្បីជួលឲ្យតាក់ទងទៅបកពួកផ្សេងទៀតដើម្បីឲ្យទៅធ្វើបាបនិងបំបិទមាត់រដ្ឋអាជ្ញាប្រចាំតំបន់គឺលោក James Glasgow ដែលជាអ្នកនាំគាត់ចូលគុកលោក Drew បានគូសវាសផែនការយ៉ាងលម្អិតដោយខ្លួនឯងដោយមិនដឹងខ្លួនទាល់តែសោះថាមេខ្លោងនៅក្នុងគុកម្នាក់នោះបានយល់ព្រមធ្វើជាសាក្សីសម្ងាត់ឲ្យប៉ូលីសនិងបានលួចពាក់ខ្សែអាប់សម្លេងដោយសម្ងាត់ជាប់នឹងខ្លួនរាល់សម្ដីនិងផែនការអាក្រក់ទាំងអស់របស់លោក Drew ត្រូវបានថតជាប់នៅក្នុងខ្សែអាប់សម្លេងយ៉ាងច្បាស់គ្មានផ្លូវប្រកែកបានឡើយទោះបីជានៅចំពោះមុខតុលាការលោក Drew បានព្យាយាមដោះសារថាខ្លួនគ្រាន់តែនិយាយលេងដើម្បីបន្ធូរអារម្មណ៍ stress ក៏ដោយក៏គណៈវិនិច្ឆ័យមិនជឿសម្ដីរបស់គាត់ទៀតដែរនៅក្នុងខែឧសភាឆ្នាំ 2016 តុលាការបានប្រកាសទោសលោក Drew Peterson ម្ដងទៀតពីបទរៀបចំផែនការជួលមនុស្សបង្កគ្រោះថ្នាក់ដល់អាយុជីវិតរដ្ឋអាជ្ញាចៅក្រមបានសម្រេចចិត្តបន្ថែមទោសឲ្យគាត់ជាប់ពន្ធនាគារចំនួន40ឆ្នាំថែមទៀតពីលើទោសចាស់38ឆ្នាំនេះមានន័យថាប៉ូលីសព្រានារីរូបនេះត្រូវជាប់គុកសរុបរហូតទៅដល់78ឆ្នាំវាជាការកាត់ទោសមួយដែលធានាថាបុរសដ៏មានមន្តស្នេហ៍និងមានអំណាចរូបនេះត្រូវរស់នៅនិងបាត់បង់ជីវិតនៅក្នុងពន្ធនាគារជាមិនខានបច្ចុប្បន្នលោក Drew Peterson កំពុងតែជាប់ឃុំខ្លួននៅក្នុងពន្ធនាគារនៃរដ្ឋ Indiana
ក្នុងនាមជាអ្នកទោសធម្មតាម្នាក់ដែលមានទោសជាប់ខ្លួនវែងជាងអាយុជីវិតរបស់គាត់ទោះបីជាយុត្តិធម៌ត្រូវបានផ្ដល់ជូនប្រពន្ធទី3គឺ Catalan Savio ក៏ដោយប៉ុន្តែសំណុំរឿងពិតមួយនេះនៅតែមិនទាន់ចប់សពគ្រប់នៅឡើយទេរហូតមកដល់ពេលបច្ចុប្បន្ននេះសាកសពរបស់ Stasi ភរិយាទី4នៅតែមិនទាន់ត្រូវបានគេរកឃើញនៅឡើយទេសំណុំរឿងបាត់ខ្លួនរបស់នាងនៅតែបើកចំហហើយលោកទ្រូនៅតែជាជនសង្ស័យចម្បងប្អូនស្រីរបស់ Stasi នៅតែបន្តស្វែងរកនិងជឿជាក់ថារាងកាយរបស់បងស្រីខ្លួនត្រូវបានគេលាក់ទុកនៅក្នុងប្រឡាយទឹកមួយកន្លែងទោះបីជាយ៉ាងណារឿងរ៉ាវដ៏ខ្លោចផ្សារបស់ស្ត្រីទាំងនេះបានបន្សល់ទុកនៅមេរៀននិងការផ្លាស់ប្ដូរដ៏ធំមួយនៅក្នុងសង្គមគ្រួសាររបស់ពួកគេបានបង្កើតគម្រោងមួយឈ្មោះថា Document the Abuse ដើម្បីជួយដល់ស្ត្រីដទៃទៀតដែលកំពុងរងគ្រោះដោយសារហិង្សាក្នុងគ្រួសារឲ្យចេះកត់ត្រានិងរក្សាទុកភស្តុតាងច្បាស់លាស់ដើម្បីកុំឲ្យមាននរណាម្នាក់អាចបំបិទមាត់ឬលុបបំបាត់ដានរបស់ពួកគេបានប្រសិនបើមានរឿងមិនល្អកើតឡើងវាជាការពិតដោយចំណងជើងរឿងរបស់យើងនៅថ្ងៃនេះអញ្ចឹងប៉ូលីសសង្ហាសម្បូរស្នេហ៍ប៉ុន្តែនារីណាដែលហ៊ានចូលក្បែរគឺនឹងត្រូវវិនាសនារីដែលធ្លាប់លងស្រឡាញ់ស្នាមញញឹមនិងឯកសណ្ឋានដ៏មានអំណាចរបស់គាត់សុទ្ធតែត្រូវជួបនៅជោគវាសនាដ៏ខ្មៅងងឹតគ្រប់គ្នាប៉ុន្តែនៅទីបញ្ចប់ច្បាប់នៅតែជាច្បាប់ហើយអ្នកដែលប្រើអំណាចដើម្បីធ្វើបាបអ្នកដទៃគឺមិនអាចគេចផុតពីផលកម្មនិងការកាត់ទោសបានឡើយសូមអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដានទស្សនារឿងរ៉ាវពិតដ៏រន្ធត់មួយនេះចាប់តាំងពីដើមរហូតដល់ចប់ប្រសិនបើអ្នកទាំងអស់គ្នាយល់ថាសាច់រឿងមួយនេះមានប្រយោជន៍និងផ្ដល់ជាមេរៀននៅក្នុងសង្គមសូមកុំភ្លេចចុច like ចុច share និងចុច subscribe Channel របស់ខ្ញុំបានដើម្បីទទួលបានសាច់រឿងស៊ើបអង្កេតពិតៗជាច្រើនទៀតនៅក្នុងវីដេអូបន្ទាប់សូមអរគុណជួបគ្នានៅវីដេអូក្រោយ